តើអ្នកជឿទេមនុស្សដែលមានប្រាក់ខែខ្ពស់និងរៀនសូត្របានខ្ពង់ខ្ពស់អាចធ្លាក់ខ្លួនខ្សែធនបានយ៉ាងងាយខណៈដែលមនុស្សធម្មតាដែលរកប្រាក់ចំណូលបានមធ្យមបែរជាអាចក្លាយជាសេដ្ឋីបាននៅក្នុងសៀវភៅ The Psychology of Money និពន្ធដោយលោក Morgan Housel បានបង្ហាញថាការគ្រប់គ្រងលុយឲ្យបានល្អមិនមែនអាស្រ័យលើថាអ្នកឆ្លាតប៉ុណ្ណានោះទេប៉ុន្តែអាស្រ័យលើអាកប្បកិរិយារបស់អ្នកទៅលើលុយថ្ងៃនេះយើងនឹងមកដកស្រង់មេរៀនចិត្តវិទ្យាហិរញ្ញវត្ថុសំខាន់ៗទាំង3ដើម្បីជួយឲ្យអ្នកមានទំនាក់ទំនងល្អជាមួយលុយកាក់មេរៀនទី1ភាពខុសគ្នារវាង being rich និង being wealthy មនុស្សភាគច្រើនច្រឡំរវាងពាក្យ rich និង wealthy rich មានលុយគឺអ្វីដែលអ្នកទើបតែរកបាននិងអ្វីដែលអ្នកបង្ហាញឲ្យគេឃើញដូចជាការជិះឡានទំនើបឬពាក់នាឡិកាថ្លៃៗ wealthy មានទ្រព្យគឺអ្វីដែលគេមើលមិនឃើញវាគឺជាប្រាក់សន្សំទ្រព្យវិនិយោគនិងសេរីភាពដែលអ្នកមាននៅក្នុងការជ្រើសរើសរស់នៅជីវិតតាមចិត្តចង់ប្រសិនបើអ្នកយកលុយទាំងអស់ទៅទិញរបស់របរដើម្បីបង្ហាញគេថាជាអ្នក rich អ្នកនឹងគ្មានថ្ងៃខ្លាចជាមនុស្ស wealthy ដែលមានសេរីភាពហិរញ្ញវត្ថុពិតប្រាកដឡើយមេរៀនទី2អំណាចនៃការរង់ចាំនិងពេលវេលាតើអ្នកដឹងទេថាកំបាំងជោគជ័យដ៏ធំបំផុតរបស់ស្ដេចវិនិយោគលោក Warren Buffett គឺជាអ្វីមិនមែនមកពីគាត់ឆ្លាតដាច់គេនោះទេប៉ុន្តែគឺមកពីគាត់ចាប់ផ្ដើមវិនិយោគតាំងពីគាត់អាយុ10ឆ្នាំទ្រព្យសម្បត្តិជាង 99% របស់គាត់កើតឡើងបន្ទាប់ពីគាត់មានអាយុ50ឆ្នាំមេរៀននៅទីនេះគឺក្នុងការវិនិយោគពេលវេលានិងភាពអត់ធ្មត់មានអំណាចខ្លាំងជាងភាពឆ្លាតវៃទុកឲ្យពេលវេលាធ្វើការឲ្យអ្នកមេរៀនទី3ដឹងពីចំណុចល្មមរបស់ខ្លួនឯង never enough ឧបសគ្គដ៏ធំបំផុតដែលបំផ្លាញការសន្សំនិងទ្រព្យសម្បត្តិរបស់មនុស្សគឺការមិនចេះស្កប់ស្កល់និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅពេលចំណូលរបស់អ្នកកើនឡើងប្រសិនបើចំណង់របស់អ្នកកើនឡើងតាមនោះដែរអ្នកនឹងនៅតែមានអារម្មណ៍ថាខ្វះជានិច្ចការស្គាល់ពាក្យថាល្មមនិងការឈប់ប្រៀបធៀបជីវិតខ្លួនឯងជាមួយសង្គមខាងក្រៅគឺជាកាតាលីករដ៏សំខាន់បំផុតដើម្បីរក្សាភាពស្ងប់ចិត្តនិងទ្រព្យសម្បត្តិរបស់អ្នកឲ្យបានគង់វង្សសរុបមកគោលដៅចុងក្រោយនៃការសន្សំនិងវិនិយោគលុយកាក់មិនមែនដើម្បីទិញសម្ភារៈនិយមទាំងអស់នៅលើโลกនេះទេប៉ុន្តែគឺដើម្បីទិញសេរីភាពនិងពេលវេលារបស់អ្នកត្រឡប់មកវិញតើមេរៀនមួយណាដែលធ្វើឲ្យអ្នកប៉ះពាល់អារម្មណ៍ជាងគេចូលរួមបញ្ចេញមតិក្នុង comment ខាងក្រោមទាំងអស់គ្នាប្រសិនបើអ្នកចូលចិត្តវីដេអូសង្ខេបសៀវភៅបែបនេះកុំភ្លេចចុច like share និងចុច subscribe ដើម្បីទទួលបានវីដេអូអប់រំថ្មីៗជាប្រចាំសូមអរគុណសម្រាប់ការទស្សនា